ចាសួស្តីបងប្អូននេះផ្កាដែលថាគេថាអាចញ៉ាំបានណាខ្ញុំឃើញបងស្រីមួយគាត់នៅបារាំងគាត់ថាអាដើមផ្កាស្វាយហ្នឹងអាចញ៉ាំបានតែខ្ញុំមិនដឹងថាមិនទេណាដោយសារនៅក្បែរផ្ទះគឺថាមានច្រើនមែនតើបងប្អូននេះគឺថានេះមកផ្កាគឺថាមិននេះនៅលបងផ្ទះហ្មងអាផ្កាហ្នឹងដុះគឺថាយកទៅណានអស់ទេបងប្អូនចង់មកអីគឺមកអាចមកបេះផ្ទះខ្ញុំបានហើយនឹងនេះបងប្អូនមើលនេះឃើញទេឃើញអត់ហើយនឹងនេះដើមផ្កាលឿងនេះឃើញបងប្អូនអ្នកធ្វើវីដេអូគាត់ថាអាហ្នឹងក៏អាចញ៉ាំបានដែរប៉ុន្តែដោយសារយើងអត់ដែរធ្លាប់ចឹងអត់ហ៊ានញ៉ាំទេបងប្អូនចាបងប្អូនមើលនៅផ្ទះខ្ញុំយកទៅណានអស់ហើយមើលមកផ្កាហ្នឹងគឺថាមានច្រើនមែនតើបងប្អូនមើលទៅវីដេអូដែលថតហ្នឹងទៅនេះផ្កាស្វាយហ្នឹងណាគឺថាយកអត់អស់ទេគឺអត់ហ៊ានញ៉ាំអញ្ចឹងវាដុះច្រើនហើយផ្កាលឿងហ្នឹងគឺថាកាន់តែច្រើនទៀតហ្មងចាហើយនេះវីដេអូមួយទៀតនេះដោយសារតែអាផ្កាលឿងហ្នឹងគេហៅអ្នកខ្លះខ្ញុំលើគេហៅតែផ្កាថ្មីតៅចាហើយនេះនៅដោះនៅចិត្តក្រោយផ្ទះនេះវាមានស្មៅអីចឹងហើយដុះផ្កាហ្នឹងច្រើនមែនតើហ្មងនេះបងប្អូនមើលទៅក្នុងវីដេអូហ្នឹងគឺឃើញហើយនេះឃើញទេគឺថាខ្ញុំឃើញគេបេះយកស្លកកូហើយគេថាស្លឹកឫសវាអាចធ្វើថ្នាំបានអញ្ចឹងណាចានេះដើមភិកនៅផ្ទះចាបងប្អូនមើលផ្លែទៅមើលអានេះថតលេងឲ្យមើលដោយសារវាទឹកតែក្តាប់អញ្ចឹងណានេះអានេះផ្កាឈើរីចាបងប្អូនមើលនេះវាទឹកអញ្ចឹងក្តាប់មកអញ្ចឹងណាផ្កាឈើរីនេះដាំបាន3ឆ្នាំហើយប៉ុន្តែមើលទឹកតែឆ្នាំនេះខ្ញុំដាក់ជីបែបធម្មជាតិឃើញដូចរៀងមានផ្កាច្រើនហើយផ្លែច្រើនអានេះដើមភិកដែរហើយអានេះវិញផ្កាប៉ោមចាផ្កាប៉ោមនេះទឹកតែផ្កាឯដោយសារផ្កាប៉ោមនេះផ្កាក្រោយគេអញ្ចឹង